วิธีចែកលេខ4ខ្ទង់ជាមួយនឹង3ខ្ទង់ចាអញ្ចឹងដូចតែកូនបានដឹងហើយថាដើម្បីចែកលេខបានគឺកូនត្រូវកាត់ខ្ទង់ចាអញ្ចឹងយើងត្រូវកាត់3ខ្ទង់ចាប់3ប៉ុន្មានដងស្មើជាមួយនឹង8ចាអត់មានទេគឺយើងដាក់បាន2ចាប់2 5ដង10សរសេរលេខ0ត្រាទុក1 2 0ដង0 0បូក1 1 2 3ដង5 1ចា3ដក0នៅសល់3 2ដក1នៅសល់1 8ដក6នៅសល់2ចាអញ្ចឹងយើងទម្លាក់លេខ5ចាអញ្ចឹង3យើងគិតជាមួយនឹងលេខ21ចា3ប៉ុន្មានដងស្មើជាមួយនឹង21ចាគឺ3 7ដងចា7 5ដង35សរសេរលេខ5ត្រាទុក3 7 0ដង0 0បូក3 3 7 3ដង21ចាយើងសរសេរ21មកបន្តទៅទៀតយើងធ្វើប្រមាណវិធីដកចា5ដក5 0 3ដក3 0 1ដក1 0 2ដក2 2ចាអញ្ចឹងចម្លើយគឺស្មើជាមួយនឹង25 2